មកទៀតហើយពុកម៉ែងប្អូនថ្ងៃនេះមិននាំអារម្មណ៍ពុកម៉ែងប្អូនមកមើលពីទេសភាពនៅចការនាងខ្ញុំពុកម៉ែងប្អូនយប់មិញក៏ទៅលងអត់បានបងប្អូនទៅខ្ញុំនឹងកូននៅគ្នាដេកនៅចការពុកម៉ែងប្អូននេះព្រឹកឡើងក៏យើងថតថ្ងៃកំពង់រាសពុកម៉ែងប្អូនទៅថតថ្ងៃកំពង់រាសយូរពេកក៏យើងថតបានតែមួយផ្លេតទេពុកម៉ែងប្អូនក៏ឆ្លៀតទៅលាងឆ្នាំងដាក់ដាំបាយដាំទឹកដោយសារយើងភ្ញាក់ឡើងត្រូវការដាំបាយធ្វើម្ហូបរួចយើងហូបរួចបានចាប់ដើមកះតលងម៉ែងប្អូននេះយើងមកបង្ហាញពីសកម្មភាពដែលនេះខ្ញុំនៅចការធ្វើអីខ្លះម៉ែងប្អូនយើងព្រឹកនឹងខ្ញុំបានម្ហូបពិសេសទៀតហើយម៉ែងប្អូនគឺប្តីខ្ញុំដាក់តាក់កណោបានណាក៏ទៅឆ្លោះងាកមាញ់បានកណោ4ម៉ែងប្អូនតែមុននឹងយើងបានកណោបានម្ហូបយើងត្រូវធ្វើម្ហូបសិនម៉ែងប្អូនយើងក៏ចាប់ដើមលាងឆ្នាំងដាំបាយម៉ែបងប្អូនតែដាំបាយនឹងខ្ញុំក៏ឆ្លៀតមកថតពីទេសភាពចការម៉ែបងប្អូននេះចការខ្ញុំអដេតដាំក្រោយនឹងខេ8ហើយម៉ែបងប្អូនដោយសារយើងកះតលងទៅយើងបានព្រោះស្រូវឬក៏ធ្វើអីតែក៏យើងក៏ចាប់ដើមជុះដើមតលងនោះវិញម៉ែបងប្អូនបន្ទាប់មកក៏ឃើញលហុងឃើញបន្លែនៅតាមមុខចការខ្ញុំបងប្អូនលហុងនឹងលហុងឈ្មោលដល់ប្តីខ្ញុំក៏ទៅកាត់ចុងចេញក៏ចេញផ្លែវាមកពីបងប្អូននេះបាយខ្ញុំកំពុងទៅពុះហើយបងប្អូនភ្លើងយើងនៅស្រែវាអីចេះអីបងប្អូនវាហុយវាខ្យល់មកវាយ៉ាប់បន្តិចបងប្អូននេះឆ្អិនអស់ហើយបានហូបហើយសម្លនឹងសម្លភីភាកណូឡាបងប្អូនពូតាខ្ញុំកណោស្រែហ្នឹងគាត់បានកណោឡាបទៅគាត់ស្លោភីភាយកមកផ្ញើតែខ្ញុំអត់បានស្លោតែខ្ញុំដាក់អាំងបងប្អូននេះខ្ញុំបានកណោខ្វៃទៀតហើយបងប្អូនហូបកណោខ្វៃផងខ្ញុំថ្ងៃនេះបានហូប2មុខបងប្អូនឆ្ងាញ់ណាស់បងប្អូនអើយបាយផងខ្ញុំណាមានអីទេមែនទេហូបបាយទេវគ្គនេះចាំពុកម៉ែបងប្អូនទស្សនាវគ្គតលងខ្ញុំបានប្រហែលក៏យន់ពុកម៉ែបងប្អូនដល់ពេលនេះក៏ពុកកូនគេពុកម៉ែបងប្អូននេះចាប់ដើមហែកញាត់ហើយកណោខ្វាយពុកម៉ែបងប្អូនកូនស្រីខ្ញុំនៅស្រុកនៅចការចេះសមោអីហូបណាស់ពុកម៉ែបងប្អូននៅផ្ទះវិញក្រោកខ្សាត់ណាក្រៅពីមីឆុងបើថាឃើញខ្ញុំហូបមីឆុងឯនៅផ្ទះហើយពុកម៉ែបងប្អូនតែបើនៅចការអត់ខ្វះទេអីហូបយើងដើររកក៏បានហូបនេះនៅខ្វាយពុកម៉ែបងប្អូនអើយហូបទៅក៏ជ្រែកឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយមកហូបកណោខ្វាយផងខ្ញុំនៅធំល្អទេណាអរគុណពុកម៉ែបងប្អូនដែលជួយតាមដាន like follow អរគុណច្រើន